ប្រាសាទអង្គរវត្តប្រាសាទអង្គរវត្តឬនគរវត្តជាប្រាសាទដែលធំបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានមាត្រដ្ឋានលើផ្ទៃដីទំហំ 162.6 ហិកតាដោយស្មើនឹង 1,626,000 ម៉ែត្រការ៉េរចនាសម្ព័ន្ធនៃសំណង់ប្រាសាទនេះត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូលនៃអច្ឆរិយវត្ថុរបស់ពិភពលោកដែលត្រូវបានសាងសង់ឡើងក្នុងសតវត្សទី 12 ដោយព្រះបាទសូរ្យវរ្ម័នទី 2 ដែលជាព្រះមហាក្សត្រនាសម័យចក្រភពខ្មែរប្រាសាទនេះសាងសង់ដើម្បីឧទ្ទិសឲ្យព្រហ្មញ្ញសាសនានៃលទ្ធិជំនឿលើព្រះវិស្ណុដូចនេះហើយប្រាសាទអង្គរវត្តត្រូវបានគេសន្មតថាជាប្រាសាទនានាដែលធំបំផុតនៅលើពិភពលោកដែលជាប់ក្នុងកំណត់ត្រាពិភពលោក Guinness ក្នុងអំឡុងឆ្នាំ 1985 ប្រវត្តិប្រាសាទអង្គរវត្តត្រូវបានកសាងឡើងក្នុងឆ្នាំ 1122 នៃគ្រិស្តសករាជដែលត្រូវនឹងសតវត្សទី 12 ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី 2 ដែលប្រាសាទនេះបានសាងសង់ឡើងក្នុងពហុបំណងយ៉ាងច្រើនរបស់ព្រះអង្គដោយការឧទ្ទិសឲ្យអង្គទេពព្រះវិស្ណុការរំលឹកដល់ស្នាដៃរបស់អង្គខ្លួនឯងផ្ទាល់ផងការផ្ដល់ជាទីឋានបរមសុខនៅពេលដែលទ្រង់សោយទីបង្គត់នៅពេលខាងមុខផងដែរប្រាសាទអង្គរវត្តត្រូវបានបោះបង់ចោលដោយសង្គ្រាមឈ្លានពានរបស់កងទ័ពសៀមក្នុងអំឡុងសតវត្សទី 15 ដោយព្រះបាទបរមរាជាទី 1 នៃអង្គពញ្ញាយ៉ាតដែលប្រកាសចាក់ចោលរាជធានីអង្គរក្នុងឆ្នាំ 1388 នៃគ្រិស្តសករាជនេះបើយោងតាមពង្សាវតារនៃកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងសៀវភៅឯកសារមហាបុរសខ្មែរក្នុងឆ្នាំ 1929 ដែលត្រូវបានយកមកប្រែសម្រួលដោយលោកអេងសុតក្នុងឆ្នាំ 1969 ប្រាសាទអង្គរវត្តបានបន្តការបោះបង់ចោលរហូតដល់រាជ្យព្រះបាទច័ន្ទរាជាដែលបានលើកកងទ័ពលង្វែកទៅកម្ចាត់សៀមនៅតំបន់អង្គរក្នុងឆ្នាំ 1540 នៃគ្រិស្តសករាជក្រោយមកទើបព្រះអង្គបានជួសជុលប្រាសាទអង្គរវត្តត្រង់រងថែវចម្លាក់ផ្នែកខាងកើតជាងខាងជើងនិងរងថែវមួយផ្ទាំងទៀតនៅខាងជើងចំណែកឯផ្នែកខាងលើនៃតួប៉មកណ្ដាលមានតឹកតាងនៃការលម្អដោយរូបព្រះពុទ្ធរូប 4 អង្គឈរបែរខ្នងទល់គ្នាទៅរកទិសធំទាំង 4 កើតលិចជើងត្បូងដែលត្រូវបានតម្កល់ដើម្បីបិទផ្ចិតចំហរបស់តួប៉មកណ្ដាលនៃគោបុរៈដែលរូបចម្លាក់បង្ហាញពីការឆ្លាក់ក្នុងទម្រង់ខុសគ្នានៃទឹកដៃរបស់ជាងចម្លាក់ផងដែរអង្គរវត្តនៃកំណត់ត្រាអឺរ៉ុបជនជាតិអឺរ៉ុបដំបូងបង្អស់ដែលបានរកឃើញប្រាសាទអង្គរវត្តក្នុងឆ្នាំ 1586 នៃគ្រិស្តសករាជលោកមានឈ្មោះថា Antonio da Magdalena លោកគឺជាបុព្វជិតសាសនាកាតូលិកដែលជាជនជាតិប៉ូទុយហ្គេសដែលបានធ្វើកំណត់ត្រានៃការរកឃើញប្រាសាទអង្គរវត្តជាមួយនឹងការពណ៌នាអំពីដំណើររបស់លោកចូលមកក្នុងព្រៃដ៏ជ្រៅនិងបានប្រទះឃើញនៅប្រាសាទក្នុងព្រៃជាច្រើនជាមួយនឹងកំពូល 5 នៃប្រាសាទដែលមានរចនាបថដូចទៅនឹងផ្កាឈូកដែលត្រូវបានបំផុសគំនិតឲ្យពួកគេធ្វើកំណត់ត្រាពីប្រាសាទដ៏អស្ចារ្យនេះរយៈពេល 3 ឆ្នាំបន្ទាប់ពោលគឺនៅឆ្នាំ 1589 នៃគ្រិស្តសករាជមានប្រវត្តិវិទូជនជាតិប៉ូទុយហ្គេសមួយរូបទៀតមានឈ្មោះថា Diogo do Couto ដែលបានរកឃើញប្រាសាទក្នុងតំបន់អង្គរជាមួយនឹងការពិពណ៌នារបស់លោកអំពីលក្ខណៈដែលលោកបានមើលឃើញនៅសំណង់ប្រាសាទដែលមើលទៅដូចជ្រុងនៃទីក្រុងមួយក្នុងទម្រង់ដូចជារាជវាំងដែលមានគូទឹកព័ទ្ធជុំវិញនិងមានស្ពានឆ្លងកាត់ចំនួន 5 ច្រកទ្វារជាមួយនឹងរូបចម្លាក់ដែលមានសន្តានដូចកាញ់ខ្សែពួរនិងមានត្រចៀកវែងៗផងដែរដែលនេះប្រហែលជាទីក្រុងអង្គរធំអង្គរវត្តនៃកំណត់ត្រាសតវត្សទី 17
Angkor Wat of the 17th Century Record ការមកដល់របស់ជនជាតិជប៉ុននាសតវត្សទី17ក្នុងរាជ្យព្រះបាទបរមរាជសភារៈតាមរយៈឈ្មោះសំពៅដោយលោក Kenryo Shimano ដែលមកពី Nagasaki ដែលបានរកឃើញប្រាសាទអង្គរវត្តក្នុងឆ្នាំ1532នៃគ្រិស្តសករាជដែលលោកបានគូរនៅគំនូរព្រាងរបស់ប្រាសាទអង្គរវត្តជាមួយនឹងការគូរនៅរូបសំណង់ប្រាសាទដែលមានបរិវេណដ៏ធំនិងគំនូរដែលមានសំណង់ប្រាសាទដ៏ច្រើនតាមរយៈនៃការរកឃើញប្រាសាទអង្គរវត្តនេះដែលមានដំណើរស៊ីចង្វាក់គ្នាទៅនឹងកំណត់ត្រាពងសាវតារនៃប្រវត្តិសាស្ត្ររបស់កម្ពុជាដែលកត់ត្រាអំពីព្រះបរមរាជសម្ភារៈដែលទៅបួសជាភិក្ខុសង្ឃនៅនគរវត្តក្នុងព្រះនាមនៃអង្គពញាតោក្នុងឆ្នាំ1630នៃគ្រិស្តសករាជដែលបានកត់ត្រាក្នុងឯកសារមហាបុរសខ្មែរក្នុងឆ្នាំ1929ដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថាលោក Kenryo Shimano ទំនងជាអ្នកផ្សព្វផ្សាយសាសនាព្រះពុទ្ធម្នាក់នេះផងដែរអង្គរវត្តនៃកំណត់ត្រាបារាំងការរកឃើញប្រាសាទអង្គរវត្តរបស់លោក Charlie Emmanuel Bulwer ដែលជាបេសកជននៃអ្នកផ្សព្វផ្សាយសាសនានិងជាអ្នករករកជនជាតិបារាំងដែលបានមកទស្សនាអង្គរក្នុងខែធ្នូឆ្នាំ1850ហើយលោកបានបោះពុម្ពផ្សាយដំណើររឿងនៃការរុករករបស់លោកនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ1858មុនពេល2ឆ្នាំនៃការមកដល់របស់លោក Henry Mohot ក្នុងឆ្នាំ1860នៃគ្រិស្តសករាជលោក Charlie Emmanuel បានមកដល់កូសាំងស៊ីននៅឆ្នាំ1849ហើយគាត់បានបន្តដំណើរនៃការរុករករបស់គាត់និងបានឃើញអង្គរវត្តក្នុងឆ្នាំ1850ហើយ2-3 ខែក្រោយមកលោកបានស្នាក់នៅជាមួយនឹងប្រជាជនភ្នងនៅភាគឦសាននៃប្រទេសកម្ពុជាហើយធ្វើដំណើរពីសម្បូរទៅហាទៀងក្នុងរយៈពេល9ថ្ងៃបន្ទាប់មកស្នាក់នៅប្រទេសឡាវក្នុងឆ្នាំ1853ទើបត្រឡប់មកកម្ពុជាវិញនៅឆ្នាំ1855ដែលបានមកខេត្តបាត់ដំបងបន្ទាប់មកលោកបានត្រឡប់ទៅអឺរ៉ុបវិញដោយបម្រើការជាអាចារ្យនៃ Sugon ពីឆ្នាំ1867ដល់ឆ្នាំ1873ក្រោយមកទើបឆ្នាំ1878ទើបលោកបោះពុម្ពផ្សាយនៅដំណើររុករករបស់លោកនៅកម្ពុជាទោះជាយ៉ាងណាការចេញផ្សាយរបស់លោកគឺនៅពេលក្រោយនៃការចេញផ្សាយរបស់លោក Henry Mohot ដែលបានចេញផ្សាយនៅទិនានុប្បវត្តិនិងគំនូររបស់គាត់ទាក់ទងនឹងប្រាសាទអង្គរវត្តផងដែរការបោះពុម្ពផ្សាយលើកដំបូងនៃដំណើរដ៏ល្បីល្បាញរបស់លោក Henry Mohot ក្នុងការធ្វើដំណើររបស់គាត់ឆ្លងកាត់ឥណ្ឌូចិនលោក Henry Mohot លោកជាទស្សនវិទូនិងជាអ្នកថតរូបដោយខ្លួនឯងជាមួយនឹងធម្មជាតិនិយមលោកកើតនៅថ្ងៃទី15ខែឧសភាឆ្នាំ1826នៅឯម៉ុងប៉េលីអាតប្រទេសបារាំងហើយលោកបានទទួលមរណភាពនៅឯណាផាតប្រទេសឡាវដោយជំងឺគ្រុនចាញ់នៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ1961លោក Henry Mohot បានចាប់ផ្ដើមរុករកអាស៊ីអាគ្នេយ៍នៅឆ្នាំ1856ដោយលោកមានការគាំទ្រពីសង្គមភូមិសាស្ត្រនិងសង្គមសត្វវិទ្យានៃទីក្រុងឡុងចក្រភពអង់គ្លេសរីឯអាជ្ញាធរបារាំងមិនដែលគាំទ្រការធ្វើដំណើររបស់គាត់ក្នុងគោលបំណងស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិនាពេលនោះទេទិនានុប្បវត្តិនិងសម្បត្តិរបស់លោក Henry Alexandre Mohot បានផ្ញើទៅភរិយារបស់គាត់និងប្អូនប្រុសរបស់គាត់គឺលោក Charlie Mohot
ក្រោយមកត្រូវបានចងក្រងនៅក្នុងសៀវភៅដំណើរទៅកាន់ព្រះរាជាណាចក្រកម្ពុជាសៀមកម្ពុជានិងឡាវសម្រាប់សាធារណជនបារាំងដែលបានក្លាយជាអារម្មណ៍មួយសម្រាប់ការពិពណ៌នាអំពីប្រាសាទអង្គរវត្តរបស់គាត់ដែលគាត់បានទៅដល់ភាគខាងត្បូងក្នុងខែមករាឆ្នាំ1860ប្រសិនបើគាត់មិនមែនជាជនជាតិបស្ចិមប្រទេសដំបូងគេដែលរកឃើញប្រាសាទអង្គរវត្តទេនោះភាពតាក់ទាញរបស់គាត់ដែលមានភាពរស់រវើកលម្អិតនិងសរសេរបានល្អដែលគេបានផ្ដល់ឲ្យគាត់នៅសម័យក្រោយមកទៀតគឺការផ្ដល់នៅគេឈ្មោះចំពោះបុព្វហេតុនៃស្នាដៃរបស់លោកដែលជាអ្នករកឃើញនៅប្រាសាទអង្គរវត្តឡើងវិញផងដែរស្ថាបត្យកម្មអង្គរវត្តប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងឆ្នាំ1122នៃគ្រិស្តសករាជដែលត្រូវនឹងសតវត្សទី12ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ប្រាសាទនេះសាងសង់ឡើងដើម្បីឧទ្ទិសឲ្យព្រហ្មញ្ញសាសនានៃលទ្ធិជំនឿលើព្រះវិស្ណុប្រាសាទអង្គរវត្តមានកម្ពស់សរុប65ម៉ែត្រនិងមានជើងសសរសរុប1532ដើមនិងបានប្រើកម្លាំងពលកម្មសរុបប្រមាណជាង300,000នាក់ដោយសាងសង់ក្នុងទំហំផ្ទៃដី162.6 ហិកតាលើទំហំផ្ទៃដីសរុប402 ហិកតានិងបានប្រើប្រាស់សត្វដំរីប្រមាណជា 6,000 ក្បាលក្នុងការដឹកជញ្ជូននៅកំណាត់ថ្មធំៗដែលយកមកសាងសង់ប្រមាណជា10 លានតោនជាមួយនឹងពេលវេលានៃរយៈពេលសាងសង់ប្រមាណជា28ឆ្នាំប្រាសាទអង្គរវត្តត្រូវបានរចនាឡើងតាមលំនាំនៃភ្នំព្រះសុមេរុដែលជាលំនៅឋានរបស់ពួកទេវៈឬពួកទេវតាក្នុងជំនឿទេវកថារបស់សាសនាហិណ្ឌូអង្គរវត្តមានរាងជាចតុកោណកែងដែលមានកសិណឬគូទឹកព័ទ្ធជុំវិញប្រមាណជា16 គីឡូម៉ែត្រចំណែកកសិណពិតប្រាកដរបស់ប្រាសាទមានបណ្ដោយប្រវែង 1,500 ម៉ែត្រគុណនឹងទទឹង 1,300 ម៉ែត្រផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្ដាលមានប្រវែង250 ម៉ែត្រនិងជញ្ជាំងខាងក្រៅ 3.6 សមាមាត្រដោយស្មើនឹង 2.2 ម៉ាយប្រវែងវែងគឺថែវមាន3ជ្រុងដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នានៅចំកណ្ដាលនៃប្រាសាទបញ្ឈរនៅជួរចតុរង្គនៃប៉មកំពូលប្រាសាទមានសន្តានដូចផ្កាឈូកក្រពុំកំពូលប្រាសាទអង្គរវត្តមានកំពូល5តំណាងឲ្យបញ្ចក្ខន្ធដែលជាខន្ធទាំង5របស់មនុស្សខន្ធគឺជាបាតុភូតនៃញាណទាំង5របស់មនុស្សដែលជាមូលដ្ឋាននៃវិញ្ញាណឲ្យដឹងអំពីខ្លួនបញ្ចក្ខន្ធរួមមានរូបខន្ធវេទនាខន្ធសញ្ញាខន្ធសង្ខារខន្ធវិញ្ញាណខន្ធប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចតំណាងឲ្យសេចក្តីផុតទុក្ខតាមដំណើរគោចររបស់ព្រះអាទិត្យដែលធ្វើដំណើរពីថ្ងៃនៃទិសខាងកើតហើយទៅរលត់ទៅវិញនៅទិសខាងលិចសិល្បៈអង្គរវត្តប្រាសាទអង្គរវត្តស្ថិតក្នុងរចនាបថអង្គរទី2ដែលមានសិល្បៈនៃការកំណត់ដាច់ដោយឡែកហៅថាសិល្បៈអង្គរវត្តដែលជ្រុងនៃថែវនីមួយៗរបស់ប្រាសាទមានឆ្លាក់នៅចម្លាក់ក្បាច់យ៉ាងច្រើនស្កេស្កាស់ផងដែរប្រាសាទអង្គរវត្តមានចម្លាក់អប្សរាប្រមាណជា 2,000 ចម្លាក់ដែលជាស្នាដៃដ៏អស្ចារ្យដែលអាចឆ្លាក់រូបទាំងអស់នោះក្នុងទំហំប៉ុនៗគ្នានិងមានទម្រង់នៃម៉ូដសក់ខុសគ្នាប្រមាណជា37ប្រភេទដែលចម្លាក់អប្សរាទាំងនេះអាចបែងចែកនៃការឆ្លាក់នៅចម្លាក់ម៉ូដសក់ខុសគ្នាក្នុងទម្រង់ដ៏ច្រើននិងមិនគួរឲ្យជឿចំណេះដឹងដែលតាក់ទងនៃប្រាសាទអង្គរវត្តនៅពេលនេះសូមចប់តែត្រឹមនេះសូមអរគុណបងប្អូនយាយតាទាំងអស់ដែលបានចូលរួមស្ដាប់និងទុកជាចំណេះដឹងតទៅ
សូមអរគុណច្រើនសូមជម្រាបលា